đã thôi coi còn ngột đong bao lâu rồi cũng ai đi ở tăng sai lên thấy mà ngay mình trôn mùi xong cũng ai thuốc sai hụi nói thầy nó năng bóng bốn dương ở ngày nay nhầm sâu bật chạm và thèm tiết bẹ bòn cho môi nâng ca stui tray ní cứ tí mũi cứ bưng ai từ lớn nôi thì pi tiết cứ bật chạy cái tê chẳng ca stui tray ní cứ nông niêm nhom trên nè bật lậtនៅទឹកក្លិនសម្រាប់ស្ទូចត្រីឆ្ដោនេះគឺខ្ញុំហ៊ានបញ្ជាក់ហើយបញ្ជាក់ទៀតថានុយរបស់ខ្ញុំគឺជាប្រភេទទឹកក្លិនដែលប្រើលក្ខណៈធម្មជាតិសុទ្ធសាធគឺអត់មានបានប្រើសារជាតិគីមីឬថ្នាំអីមកបំផ្លាញសុខភាពបងប្អូនឬក៏ត្រីនៅក្នុងបឹងដែរបងប្អូនណាហើយបើសិនជាបងប្អូនយើងមិនទុកចិត្តណាថាងខ្ញុំមានប្រើសារជាតិគីមីអីមួយដែលប៉ះពាល់សុខភាពឬក៏ត្រីក្នុងបឹងឬយ៉ាងម៉េចបងប្អូនស្គាល់ពេទ្យឬក៏ស្គាល់ឡាបូណាបងប្អូនអាចយកទៅតេស្តហើយបើសិនរកឃើញថាវាមានសារជាតិគីមីមែនបងប្អូនមកចាប់ខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ហ្មងដោយសារកន្លងមកខ្ញុំឃើញមានเพจខ្លះគាត់រៀងឌៀមដាមមកខាងខ្ញុំដែរហើយដល់ពេលអញ្ចឹងទៅក៏ខ្ញុំចង់ឆ្លើយតបទៅវិញថានុយរបស់ខ្ញុំតម្រាំខ្ញុំផលិតវាចេញមកក្នុងការស្ទូចត្រីឆ្ដោនេះគឺធាតុផ្សំរបស់ខ្ញុំប្រហែលមុខដែលខ្ញុំដាក់ចូលដើម្បីធ្វើម៉េចឲ្យត្រីតាក់ទាញហើយវាលក្ខណៈជាធម្មជាតិសុទ្ធសាធអញ្ចឹងបងប្អូនណាព្រោះនុយខ្ញុំទុកអត់បានយូរបងប្អូនខ្ញុំបញ្ជាក់ហើយបើសិនយើងប្រើសារជាតិគីមីគឺវារក្សារាប់ខែរាប់ឆ្នាំតែនុយខ្ញុំអត់ទេខ្ញុំបញ្ជាក់ទៀតគឺយើងមានលក្ខណៈទុករបស់វាថាត្រូវគួរទុកមិនដើម្បីបានយ៉ាងយូរអង្វែងខ្លះហើយបើសិនយើងអត់ធ្វើតាមអ្វីខ្ញុំនិយាយទេគឺទុកអត់បានទេអញ្ចឹងហ្នឹងជាចំណុចមួយដែលខ្ញុំចង់បញ្ជាក់ថាវាលក្ខណៈធម្មជាតិហើយបងប្អូនរងចាំមើលคลิปបន្តទៀតខ្ញុំនឹងយកសាច់ដែលខ្ញុំស្ទូចនោះមកអាំងហូបឲ្យបងប្អូនមើលណាថាតើខ្ញុំហ៊ានហូបអត់ព្រោះដូចខ្ញុំបញ្ជាក់អញ្ចឹងនុយរបស់ខ្ញុំហ៊ាននិយាយថាធម្មជាតិ 100% អញ្ចឹងបងប្អូនមិនមានការព្រួយបារម្ភទេដល់ទំនប់ទី5ទឹកអត់តាន់ស្រកស្រួលទេតែសំខាន់គឺយើងអាចលេខបានអញ្ចឹងเราស៊ីសងលើការសាកឯងបងប្អូនហើយមកទឹកដីនេះគឺខ្ញុំមកស្ទូចទេបងប្អូនមិនមែនមកបបក់ឯងអត់ដូចឆ្នាំទៅវាស្រកទៅអស់ច្រើនហ្មងតែលើទំខែ2វាអាចលបាក់ខែ4ហើយតាមពិតតោះទៀតទឹកនេះនឹងពេញលេងទេអញ្ចឹងឡើយហ្នឹងមកសាកលេខសិនមិនដឹងស៊ីមិនស៊ីមិនតាន់ដឹងទេព្រោះទឹកនៅបាយហាច់ខ្លាំងណាទំនប់ទី5មកទំនប់ទី5នៅបងប្អូនយើងដោយសារទឹកនៅក្បែរទំនប់ហ្នឹងគឺវាច្រើនបងប្អូនហើយខ្ញុំមើលទៅវាអត់សូវទំនងអញ្ចឹងក៏សួរខាងបងប្អូនយើងនៅខាងស្រុកភូមិហ្នឹងក៏ថានៅខាងលើទឹកស្រកច្រើនអញ្ចឹងក៏សម្រាប់ចិត្តសួរទូគាត់ដើម្បីជួលប៉ោះគាត់ជួលទៅលេងខាងលើហើយការដែលយើងជួលនេះគឺគាត់មិនយកលុយយកកាក់អីទេតែយើងចេះតែជូនគាត់ទៅបងប្អូនហើយទុកនេះធំណាបងប្អូនធំមែនទែនអញ្ចឹងអានេះខ្ញុំមកតេស្តនៅប្រឡងខាងទំនប់5បងប្អូនដើម្បីចង់ដឹងថាតើវាស៊ីមិនស៊ីត្រីណាតែសម្រាប់ទំនប់5នេះពីឆ្នាំទៅខ្ញុំលេងជោគជ័យខ្លាំងសម្រាប់ការស្ទូចនេះហើយក៏ឃើញបងប្អូនយើងផុសរឿងមានបាក់ផ្លែបាក់អីក៏សម្រាប់ចិត្តថាឆ្លងកាត់កន្លែងនេះរួចពីការងារក៏ចូលលេងបន្តិចទៅហើយសម្រាប់ការស្ទូចត្រីឆ្ដោនេះបងប្អូនឲ្យតែស្គាល់ទីតាំងថាត្រីនៅប្លុកណាលេងឆាប់ត្រូវបងប្អូនណាអញ្ចឹងបងប្អូនចាំទស្សនាទាំងអស់គ្នាហើយឥឡូវនេះខ្ញុំមកដល់ទីតាំងខាងលើបងប្អូនណាហើយទីតាំងខាងលើនេះគឺយើងមើលទៅវាល្អលេងបងប្អូនប៉ុន្តែយើងអត់ដឹងថាមានត្រីមិនមានត្រីទេតែសម្រាប់ខ្ញុំលេងក្នុងការស្ទូចនេះយើងមានទឹកសម្រាប់កៅវាដើម្បីចង់ដឹងថាទីតាំងហ្នឹងមានត្រីមិនមានត្រីអញ្ចឹងណាហើយទឹកកៅសំខាន់បងប្អូនបើសិនជាមានត្រីគឺយើងដាក់វាឡើងហើបមកលឿនណាហើយកាលណាវាហើបចេញមកផ្លឹបផ្លាក់ហើយគឺយើងលេងដឹងអូខេហើយមកនេះគឺដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងជួលទុកមកហើយទុកនេះដល់កបងប្អូនឃើញខ្ញុំបើកទុកនេះឈរស្មើចកេះហើយຂະຫນາດវាវែងហើយម៉ាស៊ីនធ្ងន់គិតតែຂະຫນາດវាបងប្អូនណា8.79 ម៉ែត្រវែងពិបាកបើកបន្តិចហើយត្រូវទីតាំងវាតូចផងនេះយ៉ាងពិបាកបន្តិចហើយក្នុងហ្នឹងវាអត់ដងចែវទៀតវេទនាបងប្អូនណាអញ្ចឹងទីតាំងដែលលេងនេះមើលទៅអែមណាបងប្អូនអែមនិយាយថាអែមហ្មងហើយសម្រាប់ប្លង់នេះបងប្អូនដូចខ្ញុំថតឲ្យមើលចឹងបងប្អូនណាបើសិនយើងខិតទៅលើតិចទៀតគឺរឹតតែល្អតែដោយសារខ្ញុំគិតតែយ៉ាងគៀកល្ងាចដែរហើយអញ្ចឹងក៏សម្រាប់ចិត្តថាលេងមកប្លង់នេះទៅហើយដូចក្នុងវីដេអូខាងដើមហ្នឹងបងប្អូនឃើញខ្ញុំទទួលបានមួយក្បាលដែរអញ្ចឹងបើសិនបងប្អូនត្រូវការនុយស្ទូចឆ្ដោឬក៏មតិយោបល់ផ្សេងនេះអាចតាក់ទងទៅតាម Telegram ក៏ដូចជាក្នុង Messenger បងប្អូនណាទៅកៅថ្មីនេះលុបទី5បងមិញ
ជួយមកខ្ញុំមកកាច់ជួយស៊ីមិនវិញ